Nè em Vì mình đeo cứ trầm trâu Hỏi cứ chứ mình đeo ôi em mà nâng Ui Mình men riêng nâng tê Em kết ui nung Nhóm đạn tẹn được cô chờ đi Tụi bắt chờ đeo ở miền plai Giúp sát chùm nam ta mà si plai chờ đi Cầm toàn tọ cả hòl ôi Prua ở tẹn nhóm mình sẽ khâm tê Lúc đau tự đó Mới mình khơi ăn tẹn nơi đây chọp sát Bị prua ra vô tại bơ trây cặp lươi Hào lao si sạc ở bờ Đại thật lẹ bò stạ Chết đờ tật bằng à ថ្លែងពីសម័យកាលមួយមានបរិបពីរនាក់រស់នៅផ្ទះជាប់គ្នាម្នាក់ឈ្មោះច្រូចអាយុ30ឆ្នាំនិងម្នាក់ទៀតឈ្មោះច្រិលអាយុ35ហើយពួកគេរកទទួលទានដូចគ្នាថ្ងៃមួយបរិបទាំងពីរនាក់នោះបបួលគ្នាទៅដាក់អន្ទាក់សត្វពួកគេទាំងពីររងចាំតាំងពីព្រឹករហូតដល់រសៀលថ្ងៃកងភ្នំទើបសម្រេចចិត្តនាំគ្នាដើរចេញទៅដើររហូតដល់ព្រៃដែលជាកន្លែងដាក់អន្ទាក់នៅក្រោមដើមឈើធំមួយបុរសម្នាក់ឈ្មោះច្រិលបាននិយាយថាដែរខ្ញុំដាក់អន្ទាក់នៅគល់ឈើនេះត្បិតឈើនេះឲ្យមានផ្លែយប់សត្វចំណាំតាមអាស៊ីផ្លែឈើនេះព្រោះវាមានភាពតាក់ទាញសត្វណាស់ហើយឯងគិតចង់ទៅដាក់នៅអាណាដែរអាចច្រូចយើងក៏ចង់ដាក់នៅកន្លែងទាំងដែរតែឥឡូវមានតែបែបនេះវិញអញ្ចឹងអេងជាអ្នកដាក់នៅគល់ឈើទៅយើងដាក់អន្ទាក់នៅចុងឈើហើយចាំមើលព្រឹកឡើងរបស់អ្នកណាចាប់ដឹងហើយនិយាយគ្នាស្រស់ស្រួលគ្នាហើយចប់សពគ្រប់ម្នាក់ក៏នាំគ្នាដាក់អន្ទាក់ដូចដែលបាននិយាយគ្នាដោយម្នាក់ដាក់នៅគល់ឈើហើយម្នាក់ទៀតក៏ដាក់នៅលើចុងឈើហើយវិលត្រឡប់មកផ្ទះរៀងខ្លួនឯអ្នកដែលដាក់អន្ទាក់នៅចុងឈើនោះមិនអស់ចិត្តសោះលុះវិលមកដល់ផ្ទះហើយក៏វិលក្នុងខួរក្បាលឥតឈប់លុះដល់យប់ថ្ងៃដដែលនោះក៏បានគិតគ្នាជាមួយនឹងប្រពន្ធថាណែអេងវាមិនដែលគឺត្រឹមត្រូវហើយគឺយើងមិនដែលអុយអេងថ្មើរនឹងអុយមិនមែនរឿងនឹងទេអេងគិតអុយនោះហើយអញ្ចឹងរឿងស្អីចុះគឺតាំងពីដូនពីតាមកវាមិនដែលលឺមិនដែលលឺហើយចុះមិនវិញចុះឆាប់និយាយមកគឺបែបនេះនើគឺរណាទៅដាក់អន្ទាក់លើចុងឈើឲ្យចប់សัตว์ជើងបននោះវើយវាមិនដែលអញ្ចឹងមានតែខ្ញុំត្រូវរលឹកមុនរងាវទៅមើលកលែងដាក់អន្ទាក់នោះហើយបើឃើញសัตว์មកជប់នៅនឹងដីហើយខ្ញុំនឹងដោះយកទៅចងដាក់អន្ទាក់ខ្ញុំលើចុងឈើហើយដល់ព្រឹកឡើងខ្ញុំទៅមើលជាមួយនឹងលបងជ្រិលណែស្ដាប់ខ្ញុំស្ដាប់ហើយនិយាយមកចាប់នៅមិនតន់ចាប់ទេមិនតន់ចាប់មិននិយាយមកខ្ញុំចាំស្ដាប់ហើយបើមិននិយាយខ្ញុំដេកហើយកុំតន់ដេករឿងបែបនេះទៀតខ្ញុំនឹងទៅដោះយកសัตว์នោះជូនលោកមេភូមិទៅអីសិនបើលបងជ្រិលមិនសក់ចិត្តយ៉ាងម៉េចយ៉ាងម៉ាមុខនឹងកើតជាក្តីហើយគង់តែមានរឿងធំជាមិនខើនលើយលោកមេភូមិនឹងកាត់ក្តីឲ្យគាត់ចាញ់ប្រកបណាស់ល្អទេអេល្អណាស់អញ្ចឹងដល់ពេលដេកហើយឆាប់ដេកទៅស្អែកត្រូវងើបពីល្ងើតតោះប្តីប្រពន្ធគិតគ្នាហើយដេកទៅដល់មេឃងងឹតមិនទាន់មន់រងាវក៏រលឹកពីដេកលុបមុខឆៃស្លាបឺតថ្នាំសង្កែបង្ហុយមួយដង្ហើមយកជ័យហើយចេញពីផ្ទះដើរដល់កន្លែងដាក់អន្ទាក់ស្រាប់តែបានឃើញអន្ទាក់នៅដីជាប់ជ្រូកព្រៃមួយក៏ដោះហើយយកឡើងទៅចងជាប់នឹងអន្ទាក់របស់ខ្លួនដែលដាក់នៅលើចុងឈើរួចដំឡើងអន្ទាក់នៅដីឲ្យដូចដើមហើយក៏ប្រញាប់វិលមកផ្ទះវិញលុះព្រឹកព្រហៀមស្រាងឡើងនាយច្រិលក៏មកស្រែកហៅនាយច្រូចឲ្យទៅមើលអន្ទាក់
អាចជ្រោចអើយមកក្រោកឡើងវើយទៅមើលតាក់ជាមួយគ្នាអានេះកំតនតក់កុហលអុយព្រោះអាតាក់ខ្ញុំមិនសង្ឃឹមទេបិទនៅចុងឈើក្រែងវាអត់តែបើអាខាងលបងជ្រិលឯងនៅដីខ្ញុំមិនហ៊ានថាទេបើបានជែកគ្នាស៊ីផងនើអញដឹងហើយមកឆាប់ឡើងបិទកុំភ្លេចបានជែកខ្ញុំស៊ីផងពាក្យនេះជាពាក្យចំអកឡកលើយឲ្យនាយជ្រិលប៉ុណ្ណោះថ្មីត្បិតនាយជ្រោចដឹងការមុនទៅហើយអ្នកទាំងពីរនិយាយហើយចុះពីផ្ទះដើរចេញទៅលុះដើរទៅដល់មើលមិនឃើញអន្ទាក់នៅដីជាប់សัตว์ឃើញតែអន្ទាក់នៅលើចុងឈើជាប់ទៅវិញនាយជ្រោចដែលជាម្ចាស់អន្ទាក់នៅចុងឈើស្រែកឡើងថាខ្ញុំថាគុំដាក់នៅគល់អុយដាក់នៅចុងទៅឥឡូវឃើញទេអើយដំបងគិតដែរថាសុំចំណែកគ្នាឲ្យបានជប់នៅគល់តែមើលរបស់អ្នកណាជប់វាមិនដែលឡាជ្រូកអាណាទៅជាប់លើចុងឈើរូទេវើយអញមិនជឿហើយបាទហើយតោះទៅផ្ទះវិញតោះទៅផ្ទះនិយាយគ្នារួចនាយជ្រិលក៏ឡើងទៅដោះសัตว์នោះមកពួកគេនាំគ្នាទៅផ្ទះរៀងខ្លួនទៅឯនាយជ្រោចដែលបានជ្រូកព្រៃមិនទាន់បានចប់រឿងទេព្រោះខ្លាចថានាយជ្រិលមិនសុខចិត្តទៅប្តឹងលោកមេភូមិក៏រត់ទៅយ៉ាងលឿនដល់ផ្ទះមេភូមិមុនហើយជម្រាបប្រាប់ថាជម្រាបសួរលោកមេភូមិបាទហើយចុះមានកាយដែរបានមករកខ្ញុំដល់ផ្ទះបែបនេះអូមានយកជ្រូកមកជាមួយទៀតប្រហែលជាមានរឿងអីសំខាន់ហើយនឹងហើយឆាប់និយាយមកបាទលោកមេភូមិឆ្លើតគឺបែបនេះខ្ញុំហើយនឹងលបងជ្រិលនៅឯចុងភូមិផ្ទះជប់គ្នានោះនើគឺលោកមេភូមិក៏បានទៅដាក់អន្ទាក់ជាមួយគ្នាខ្ញុំបានដាក់នៅចុងឈើហើយលបងជ្រិលនេះវិញដាក់នៅគល់ឈើខ្ញុំនេះជាមនុស្សវិជ្ជមិនសូវត្រង់ទេនេះប្រាប់ត្រង់ចុះនើគិតថារឿងក្តីនេះគង់ទេមកដល់លោកមេភូមិទេដូច្នេះតាមតែលោកមេតាសេចក្តីយ៉ាងណាអូយតែខ្ញុំឈ្នះទៅចុះខ្ញុំនឹងអរគុណលោកទៅថ្ងៃមុខបាទអញ្ចឹងឯងឆាប់ទៅរកស្លាមលូមកឲ្យទាន់នៅព្រឹកនេះណាបើគេមកប្តឹងខ្ញុំមកគប់ដូចគ្នាចឹងដែរបើគេមកមិនទាន់ទេខ្ញុំនឹងកាត់សេចក្តីនៃរឿងនេះឲ្យគេចាញ់ដោយងាយមិនពិបាកទេឯងប្រញាប់ទៅមុនចុះណាបាទងាយដល់ម្លឹងនើនាយជ្រិលដែលដាក់អន្ទាក់នៅគល់ឈើពេលវិលមកដល់ផ្ទះហើយដកដង្ហើមធំក្បាលមិនសុខចិត្តទេក៏យករឿងនេះទៅប្តឹងលោកមេភូមិហើយលោកមេភូមិក៏បង្គាប់ឲ្យដូចបង្គាប់នាយជ្រោចអញ្ចឹងជម្រាបសួរលោកមេភូមិបាទហើយចុះមានកាយដែរបានមករកខ្ញុំដល់ផ្ទះបែបនេះឆាប់និយាយមកលោកមេភូមិគឺបែបនេះខ្ញុំហើយនឹងនាយជ្រោចនៅឯចុងភូមិផ្ទះជាប់គ្នានោះណាលោកមេភូមិគឺបានទៅដាក់អន្ទាក់ជាមួយគ្នាខ្ញុំនេះបានដាក់នៅគល់ឈើហើយនាយជ្រោចអានោះវិញទៅដាក់នៅចុងឈើវាមិនដែលមានជ្រូកព្រៃអាណាទៅជាប់អន្ទាក់នៅចុងឈើដូច្នេះសូមលោកជួយរកយុត្តិធម៌ឲ្យខ្ញុំផងគឺថារឿងក្តីនេះគង់តែមកដល់លោកទេដូច្នេះតាមតែលោកមេត្តាសេចក្តីយ៉ាងណាឲ្យតែខ្ញុំឈ្នះក្តីគេចោះខ្ញុំនឹងដឹងគុណលោកតទៅថ្ងៃមុខបាទអញ្ចឹងឯងឆាប់ទៅរកស្លាមលូមកឲ្យទាន់នៅព្រឹកនេះណាបើគេមកប្តឹងខ្ញុំមកគប់ដូចគ្នាចឹងដែរបើគេមកមិនទាន់ទេខ្ញុំនឹងកាត់សេចក្តីនៃរឿងនេះឲ្យគេចាញ់ដោយងាយមិនពិបាកទេឯងប្រញាប់ទៅមុនចុះណាលុះព្រឹកឡើងនាយជ្រោចដែលដាក់អន្ទាក់លើចុងឈើក៏យកអីវ៉ាន់ទៅដល់មុន
ឯនេជ្រិលដែលដាក់អន្ទាក់នៅនឹងដីដោយខ្លួនជាអ្នកក្រលំបាកតោកយ៉ាដើររកទិញអីវ៉ាន់ពុំបានហើយពុំទាន់ពេលវេលាភ័យណាស់ក៏បានទៅភូមិមួយបានមេភូមិសុកគាត់ឃើញទឹកមុខរៀងភ័យក៏បានសួរថាអបៀនឬអីបាទជារត់បោតហេបតហប់ដូចដែរឈប់សិនសម្រាប់ឲ្យស្រួលហើយនិយាយបើគឺបែបនេះដែរលោកសូមអាណិតខ្ញុំផងអាណិតតើអីមិននិយាយបោសូមជួយខ្ញុំផងព្រោះខ្ញុំហើយនឹងនេជ្រូតទៅដាក់អន្ទាក់ជាមួយគ្នាខ្ញុំនេះបានដាក់នៅគល់ឈើហើយគេនោះបានដាក់នៅចុកឈើព្រឹកឡើងទៅមើលស្រាប់តែពុំឃើញអន្ទាក់នៅដីជាប់សัตว์បែរជាទៅឃើញអន្ទាក់នៅលើចុងឈើជាប់ជ្រូកមួយទៅវិញខ្ញុំមិនសុខចិត្តព្រោះវាមិនដែលមានហើយក៏បានយករឿងនេះទៅប្តឹងលោកមេភូមិតៅដែលនៅស្រុកភូមិនោះគេថាអ្នកណាយករបស់ដែលគេបង្គាប់ទៅដល់មុនអ្នកនោះឈ្នះហេតុនេះបានជាខ្ញុំភ័យព្រោះឥឡូវគេទៅដល់មុនខ្ញុំហើយអញ្ចឹងមានតែលោកអាណិតខ្ញុំផងសូមលោកជួយគិតនឹងរកយុត្តិធម៌ឲ្យខ្ញុំផងដាក់អើយកុំភ័យឲ្យចាប់ថ្ងៃរសៀលទៅជួបគេជាមួយខ្ញុំដល់ថ្ងៃរសៀលតាមពេលដែលលោកមេភូមិសុកបានកំណត់ពួកគេបានធ្វើដំណើរទៅដល់ផ្ទះរបស់មេភូមិតៅហើយស្រែកសួរថាយ៉ាងម៉េចហើយរកបានទេយូរម្លេះរឿងរបស់ឯងចាញ់គេហើយពួកខ្ញុំបានជាយូរទេពីព្រោះរវល់តែមើលត្រីកំភ្លាយហើរឡើងស៊ីស្លឹកអំពិលដែលធ្លាក់បោស្តាចិត្តដល់ទឹកបឹកវាមិនដែលតាំងពីដូនពីតាមកគ្មានរណាដែលឃើញដែលឮថាត្រីកំភ្លាញចេះហោះឡើងមកស៊ីស្លឹកអំពិលទេចេះតែថាមកពីតាពីម៉ែឪបង្កើតខ្ញុំមកដូនណាដែលឮដែលឃើញថាអន្ទាក់នៅនឹងដីបញ្ចប់សัตว์បែរជាទៅជាប់អន្ទាក់នៅឯចុងឈើទៅវិញហើយជាសัตว์ជើង4ទៀតផងដែលឮទេអស់អ្នកស្រុកចេះឯងឲ្យក្រែងចេះគេលោកមេភូមិតៅដល់អញ្ចឹងទៅក៏ស្ងៀមពុំហ៊ានស្ដីតបលោកមេភូមិសុកក៏កាត់សេចក្តីឲ្យនាយជ្រិលដែលដាក់អន្ទាក់នៅដីឈ្នះឯលោកមេភូមិតៅដែលអង្គុយធ្វើអ្នកកាត់ក្តីឲ្យនាយជ្រូចនោះក៏ខ្មាស់ដោយសារខ្លួនជាអ្នកល្មោបចំនួនសាច់ជ្រូកព្រៃក៏ស្ងៀមបែរមុខទៅផ្ទប់នៅឯខាងជញ្ជាំងដូចឆ្មាកណ្ដុរលៀបឥតខ្មាស់វិនិច្ឆ័យច្បាប់